ការដាក់សម្ពាធពីមហាជននិងអ្នកនយោបាយមួយចំនួនទៅដល់លោកអនុทิនឲ្យមានព័ត៌មានថាកម្ពុជាបានចល័តអាវុធធុនធ្ងន់នោះត្រឡប់ទៅព្រំដែនវិញហើយបាទហើយតើលោកអនុធានយល់យ៉ាងណាបាទលោកអនុធានគាត់បានចានចោលនៅពាក្យចចាមអារាមទាំងអស់នោះថាមិនមែនជារឿងពិតទេហើយក៏បានបញ្ជាក់ផងដែរថាការដកទ័ពដកអាវុធរបស់យោធាថៃទៅបន្ទាយវិញនេះក៏ស្ថិតនៅក្នុងកម្រិតមួយដែលអាចនឹងវិលត្រឡប់មកទីតាំងដើមវិញដែរប្រសិនបើមានការប្រែប្រួលណាមួយបាទលោកនាយករដ្ឋមន្ត្រីអនុធានឆាន់វីរៈគុលកាលពីថ្ងៃច័ន្ទលោកបានបដិសេធចំពោះរបាយការណ៍នេះបាទហើយលោកបានសួរអ្នកសារព័ត៌មានវិញថាតើពួកគេទទួលបានព័ត៌មាននឹងពីកន្លែងណាដែលបង្ហាញថាកម្ពុជាបានផ្លាស់ចល័តអាវុធធុនធ្ងន់នឹងត្រឡប់ទៅព្រំដែនវិញនោះបាទហើយទៅនៅកន្លែងណាលោកសួរថាទៅឆ្លាតទៅកន្លែងណាដោយលោកនិយាយថាលោកមិនបានទទួលរបាយការណ៍បែបនេះពីយោធាថៃនោះទេបើអញ្ចឹងអ្នកសារព័ត៌មាននឹងចេះតែមានព័ត៌មានពីណាមកហើយអ្នកបង្កើតព័ត៌មាននឹងដើម្បីឲ្យទៅសារព័ត៌មានសួរអញ្ចឹងគាត់សួរទៅវិញថាឥឡូវហ្នឹងបានព័ត៌មានពីណាហើយចល័តទៅនឹងចល័តទៅដាក់កន្លែងណាឲ្យបញ្ជាក់ច្បាស់ផងកុំសួរតែនិយាយថាឃើញតែចល័តទៅវិញតែប៉ុណ្ណឹងគឺមិនទាន់គ្រប់គ្រាន់ទេបាទគឺនៅខាងកម្ពុជាយើងមានសេចក្តីរាយការណ៍មុនតាំងពីថ្ងៃដកភ្លាមថ្ងៃទី1ណាឥឡូវនៅថៃទើបតែនៅថ្ងៃច័ន្ទនេះទេបានមានសេចក្តីរាយការណ៍អញ្ចឹងដូច្នេះខ្ញុំសូមដកស្រង់ពីខាងពីគីថៃដោយខាងពីគីកម្ពុជាយើងបានដឹងអស់ហើយណាបាទអញ្ចឹងព័ត៌មានគឺសូមដកស្រង់ពីច្រើនពិភពណាគឺឥឡូវដំបូងគេនេះគឺពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃនោះគាត់រាយការណ៍ពីខាងថៃមកវិញហើយបន្ទាប់មកគឺមានសារព័ត៌មាន Council មានសារព័ត៌មាន The Nation មានបាងកកប៉ុស្តិ៍ដែលខ្ញុំមើលទៅដើម្បីសំយោគបញ្ចូលគ្នាមករាយការណ៍ជូនប្រិយមិត្តអំពីប្រតិកម្មនានារបស់ខាងពីថៃអញ្ចឹងដំបូងនេះសូមបកប្រែជូននៅសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters តើគាត់រាយការណ៍យ៉ាងម៉េចបាទ Reuters គាត់រាយការណ៍ថាប្រទេសថៃនិងកម្ពុជាបានចាប់ផ្ដើមដកអាវុធធុនធ្ងន់និងធ្វើប្រតិបត្តិការដោះមានតាមបណ្ដោយព្រំដែនដែលមានចំនួនរបស់ពួកគេដែលជាផ្នែកមួយនៃជំហានដើម្បីបន្ថយភាពតានតឹងបន្ទាប់ពីការចុះហត្ថលេខាលើបទជបាញ់កាលពីសប្តាហ៍មុននេះបើយោងតាមមន្ត្រីថៃដែលបាននិយាយនៅថ្ងៃច័ន្ទនេះមេដឹកនាំនៃប្រទេសថៃនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជបាញ់ដែលបានពង្រឹងបន្ថែមកាលពីសប្តាហ៍មុននៅទីក្រុងកូឡាឡាំពួរក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺក្នុងរយៈពេល3ខែបន្ទាប់ពីភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរបានផ្ទុះឡើងទៅជាចំនួនដ៏សាហាវរយៈពេល5ថ្ងៃអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស៊ីរីប៉ុងអង្គការសកុលគិតបាននិយាយថាប្រទេសថៃនឹងមិនដោះលែងទាហានកម្ពុជាចំនួន18នាក់ដែលខ្លួនបានឃុំខ្លួនក្នុងអំឡុងចំនួនឬបើកច្រកព្រំដែនឡើងវិញទេរហូតដល់ខ្លួនវាតម្លៃថាកម្ពុជាកំពុងគោរពតាមកិច្ចព្រមព្រៀងនេះឧត្តមនាវីឯកសុរវណ្ណគង់សេរីអ្នកនាំពាក្យក្រសួងការពារជាតិថៃបានប្រាប់សន្និសីទសារព័ត៌មានមួយថាប្រតិបត្តិការដោះមានតាមបណ្ដោយព្រំដែនបានចាប់ផ្ដើមហើយដោយប្រទេសថៃបានស្នើឲ្យដោះមានចេញពីដីនៅក្នុងតំបន់ចំនួន13និងកម្ពុជាស្នើឲ្យដោះនៅក្នុងតំបន់តែមួយនៅថ្ងៃសុក្រប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថាពួកគេបានព្រមព្រៀងគ្នាដកអាវុធធុនធ្ងន់ចេញពីព្រំដែនជា3ដំណាក់កាលដោយចាប់ផ្ដើមជាមួយនឹងការដកចេញនៅប្រព័ន្ធរ៉ុកែតបន្ទាប់មកកាំភ្លើងធំនិងរថក្រោះនិងរថពាដៃផ្សេងទៀតនៅថ្ងៃសៅរ៍ក្រសួងការពារជាតិកម្ពុជាបាននិយាយថាដំណាក់កាលដំបូងនៃការដកកងទ័ពត្រូវបានគ្រោងនិងចំណាយពេល3សប្តាហ៍ចាប់ពីថ្ងៃទី1ខែវិច្ឆិកាលោកស៊ូរ៉ាសាន់បានមានប្រសាសន៍នៅថ្ងៃច័ន្ទថាយើងរំពឹងថាការដកអាវុធធុនធ្ងន់នឹងទៅបញ្ចប់នៅចុងឆ្នាំនេះលោកបានមានប្រសាសន៍ថាប្រទេសទាំងពីរក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតតាមឆ្លងដែននិងកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនរួមគ្នាជាបន្ទាន់នៅតំបន់ព្រំដែនដែលមានជម្លោះសង្គ្រាមរយៈពេល5ថ្ងៃក្នុងខែកក្កដាបានសម្លាប់មនុស្សយ៉ាងហោចណាស់48នាក់និងបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅបណ្ដោះអាសន្ននៅសងខាងដែលជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍បទជបាញ់ដំបូងដែលបានសម្របសម្រួលនៅប្រទេសម៉ាឡេស៊ីដោយមានការចូលរួមពីសហរដ្ឋអាមេរិកត្រូវបានចុះហត្ថលេខានៅថ្ងៃទី28ខែកក្កដាបាទនេះគឺខាងសារព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ហើយបន្តទៀតនេះគឺខ្ញុំសូមដកស្រង់ពីខាងកាសែត Council បាទហើយនិងកាសែតបាងកកប៉ុស្តិ៍បញ្ចូលគ្នាតែម្ដងគឺកាសែតនេះបានឲ្យដឹងថាដោយយោងតាមអ្នកនាំពាក្យរបស់កងទ័ពគឺបានស្នើឲ្យប្រជាពលរដ្ឋថៃនឹងកុំបារម្ភណានៅក្នុងការដែលដកអាវុធធុនធ្ងន់ដែលចេញពីតំបន់ព្រំដែននេះពីព្រោះអីគឺបើសិនជាមានស្ថានភាពប្រែប្រួលយ៉ាងម៉េចគឺពួកគេអាចនឹងដឹកជញ្ជូនទៅកាន់តំបន់ព្រំដែនទាន់ពេលវេលាប្រសិនបើមានការប្រែប្រួលណាបាទគឺខាងទាហានថៃបានឲ្យដឹងថាគឺនៅថ្ងៃទី3ខែ
វិច្ឆិកាឆ្នាំ2025នេះគឺនៅទីបញ្ជាការកងយុទ្ធកងទ័ពភូមិន្ទថៃគឺបាទមិនភូមិន្ទបាទកងទ័ពភូមិន្ទថៃគឺឧត្តមសេនីយ៍ឯកវិនថៃសូរាវីអ្នកនាំពាក្យយោធាថៃហ្នឹងបានបញ្ជាក់ពីការបារម្ភមួយចំនួនរបស់សាធារណជនទាក់ទងនឹងការដកអាវុធត្រឡប់ទៅមូលដ្ឋានវិញនៅខេត្តលុបបូរីបាទដែលនៅឆ្ងាយពីតំបន់ព្រំដែនលោកបានបញ្ជាក់ថាកងទ័ពអាចដឹកត្រឡប់អាវុធត្រឡប់ទៅតំបន់ព្រំដែនវិញទាន់ពេលវេលាប្រសិនបើបញ្ហាកើតឡើងជាមួយនឹងកម្ពុជាដែលមិនគោរពកិច្ចព្រមព្រៀងដកអាវុធនោះទាក់ទងនឹងរបាយការណ៍ព័ត៌មានថាភាគីកម្ពុជាបានរារាំងក្រុមសង្កេតការអាស៊ានមិនឲ្យសង្កេតមើលការបោះសម្អាតមីននៅតំបន់ច្រកសមុទ្រតាគូខេត្តបូរីរ៉ំអ្នកនាំពាក្យកងទ័ពថៃបាននិយាយថាការត្រួតពិនិត្យបានរកឃើញថាមជ្ឈមណ្ឌលសកម្មភាពមីនថៃកំពុងបន្តទៅមុខតាមផែនការរបស់ពួកគេបើទោះបីជាកម្ពុជានៅតែរងចាំបញ្ជាពីអង្គភាពជាន់ខ្ពស់របស់ខ្លួនក៏ដោយពីថ្នាក់លើរបស់ខ្លួនក៏ដោយហើយនៅថ្ងៃទី30ខែតុលាខណៈដែលភាគីថៃកំពុងផ្ទៀងផ្ទាត់ចំការមីននៅតំបន់ព្រំដែនថៃដោយប្រើខ្សែប្រតិបត្តិការដែលយោងលើផែនទីមាត្រដ្ឋាន1លើ50ពាន់នោះទាហានកម្ពុជាគឺឃើញមាននៅក្នុងតំបន់ប្រតិបត្តិការនេះដូច្នេះហើយគេក៏រៀបចំកិច្ចប្រជុំមួយដើម្បីឲ្យមានការយោគយល់គ្នាទៅវិញទៅមកបាទលទ្ធផលនៃការចរចាគឺកម្ពុជាបានស្នើសុំឲ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់តែនៅក្នុងតំបន់ថៃតែប៉ុណ្ណោះដោយយោងទៅលើផ្លូវល្បាតដើមហើយដោយបានស្នើមិនឲ្យមានការកែប្រែតំបន់លើស្ថានភាពនៅក្នុងតំបន់នោះដូចជាការដំឡើងលួចបន្លានោះទេបាទកម្ពុជាបានស្នើថៃក៏ព្រមតាមប៉ុន្តែការជួសឆាយកាត់តម្រឹមឬក៏នៅក្នុងតំបន់នោះគឺជាការមួយអាចទទួលយកបានមិនជាបញ្ហាអ្វីទេនេះបើតាមកាសែតខៅសូថៃរាយការណ៍ណាដោយដកស្រង់ពីប្រភពយោធាថៃលើពីនេះភាគីកម្ពុជាបានជួនដំណឹងថាខ្លួនមិនអាចចាប់ផ្ដើមផ្ទៀងផ្ទាត់មាននៅខាងខ្លួននៅឡើយដោយសារខ្លួនរងចាំបញ្ជាពីថ្នាក់លើរបស់ខ្លួនសិនបន្ទាប់ពីការចរចាភាគីថៃបានបន្តផ្ទៀងផ្ទាត់ចំការមានតាមផែនការនៅក្នុងទឹកដីតំបន់របស់ថៃតែប៉ុណ្ណោះដោយទាហានកម្ពុជាបន្តនៅសង្កេតជាបន្តបន្ទាប់រហូតដល់បេសកកម្មបញ្ចប់នៅថ្ងៃនោះបាទជាសរុបមកវិញគឺកាលពីថ្ងៃទី30ខែតុលានោះគឺមានការប្រកែកគ្នាខ្លះដែរប៉ុន្តែទីបំផុតទៅគឺភាគីថៃមិនបានធ្វើអ្វីឲ្យលើសពីអ្វីដែលនៅក្នុងទឹកដីរបស់ខ្លួនទេហើយកម្ពុជានៅបន្តមើលជារៀងរហូតមកបាទកន្លែងនេះហើយដែលខ្ញុំសូមជំរាបជូនប្រិយមិត្តឃើញពេលខ្លះគឺគេបង្ហោះរូបមកគឺឈូឆាយហ្នឹងបាទហើយឃើញមានសារព័ត៌មានឬក៏មិនថាសារព័ត៌មានមានអ្នកធ្វើអត្ថាធិប្បាយមួយចំនួនគាត់ថាថៃឈូជោគដីខ្មែរជួយអីហ្នឹងបាទគឺប៉ុន្តែឥឡូវនេះគឺខាងភាគីថៃគាត់បានបំភ្លឺមកវិញហើយគឺកម្ពុជាបានទៅខាត់មិនឲ្យចូលទេដូច្នេះថៃធ្វើបានតែនៅខាងទឹកដីដែលកំណត់ច្បាស់ថាជាទឹកដីរបស់ថៃតែប៉ុណ្ណោះបាទហ្នឹងណាបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានខៅសូតហើយនិងបាកកប៉ុស្តិ៍របស់ថៃដោយឡែកសារព័ត៌មានរបស់ Nation របស់ថៃវិញបានបញ្ជាក់បន្ថែមថាបាទទៅលើជ្រុងមួយទៀតគឺរដ្ឋាភិបាលថៃបានបង្កើតគណៈកម្មាធិការមួយដើម្បីតាមដានថាតើប្រទេសថៃនិងកម្ពុជាកំពុងគោរពតាមសេចក្តីប្រកាសរួមដែលបានព្រមព្រៀងគ្នានៅថ្ងៃទី26ខែតុលានៅប្រទេសម៉ាឡេស៊ីដែលមានមេដឹកនាំសហរដ្ឋអាមេរិកលោក Donald Trump ជាសាក្សីដែរឬទេនេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកសិរីផុងអង្ការសាគុលគៀតបានថ្លែងនៅថ្ងៃច័ន្ទនេះបាទលោកសិរីផុងក៏បាននិយាយផងដែរថារដ្ឋាភិបាលថៃមិនមានគម្រោងបើកច្រកព្រំដែនឡើងវិញនាពេលអនាគតដ៏ខ្លីខាងមុខនេះទេដោយឡែកលោកឧត្តមសេនីយ៍ឯកសុរសានអ្នកនាំពាក្យក្រសួងការពិជាតិថៃវិញបាននិយាយថាការពិភាក្សាដែលកំពុងបន្តមានគឺមានគោលបំណងស្ដារស្ថានភាពឡើងវិញតាមបណ្ដោយព្រំដែនដោយសុវត្ថិភាពនិងស្ថិរភាពដោយយកបញ្ហាសុវត្ថិភាពប្រជាជនជាបញ្ហាអាទិភាពទោះជាយ៉ាងណាក៏ដោយលោកសុរសានបានបញ្ជាក់ថាកងទ័ពថៃនឹងនៅតែស្ថិតនៅក្នុងទីតាំងដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួនលោកបានបន្ថែមថាក្រុមអ្នកសង្កេតការអាស៊ាននឹងតាមដានដំណើរការដកថយអាវុធរវាងភាគីទាំងសងខាងនិងរាយការណ៍ទៅកាន់បញ្ជាការរដ្ឋាភិបាលជាតិរៀងៗខ្លួនហើយលោកបានបន្ថែមទៀតថាប្រសិនបើមានបញ្ហាណាមួយកើតឡើងទាំងប្រទេសថៃឬប្រទេសកម្ពុជាអាចជួយដំណឹងដល់ AOT ឲ្យមានការដាក់សម្ពាធការទូតបាទអញ្ចឹងគឺមានការទូតណាការទូតដែលជាសម្ពាធមួយដែលអាចនឹងដាក់បានតែប្រិមិត្តក្នុងពេលកន្លងមកបានសួរថាប្រសិនបើថៃមិនគោរពតាមតើធ្វើយ៉ាងណាគឺបានន័យថា AOT គាត់បានមានឥទ្ធិពលមួយគឺរាយការណ៍ទៅគេថាខ្សែបណ្ដាញរបស់គាត់ឲ្យដាក់សម្ពាធទៅលើផ្នែកការទូតវិញបាទអាចឡើងទៅដល់រដ្ឋមន្ត្រីការពិជាតិទៅដល់នាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ទៅបាទលោក Benjamin Sukhan Chanity ដែលជាអគ្គនាយកនៃនាយកដ្ឋានសន្ធិសញ្ញានិងកិច្ចការច្បាប់វិញបាទនេះទៅលើកិច្ចការច្បាប់វិញហើយបានមានប្រសាសន៍ថាក្រុម JBC គឺក្រុមគណៈកម្មការព្រំដែនចម្រុះឬក៏ព្រំដែនរួមនេះនឹងប្រើបច្ចេកវិទ្យារូបភាពតាមអាកាស LiDAR ដើម្បីពន្លឿនការស្ទង់មតិនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នបាទតម្រុយព្រំដែនបណ្ដោះអាសន្នរវាងបង្គោលលេខ42
និង47នៅតំបន់ភូមិនងចាន់និងភូមិនងយ៉ាកែវដែលនៅខាងភាគីថៃដោយសារនេះជាសេចក្តីរាយការណ៍របស់សារព័ត៌មានថៃអញ្ចឹងគឺនឹងបោះតម្រុយបណ្ដោះអាសន្នទេខ្មែរហៅតម្រុយណាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងបញ្ចប់គោលការណ៍ណែនាំបច្ចេកទេសរបស់ខ្លួនខណៈដែលប្រទេសថៃបានដាក់ជូនសេចក្តីព្រាងរបស់ខ្លួនរួចហើយរំពឹងថានឹងមានការឆ្លើយតបនៅថ្ងៃទី14ខែវិច្ឆិកាខាងមុខនេះប្រតិបត្តិការនៅនឹងកន្លែងត្រូវគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី17ខែវិច្ឆិកាអញ្ចឹងចាំថ្ងៃ17ណាចាំស្រាប់មេស៊ីសងនៅពេលហ្នឹងគឺទៅលើការងារវាស់វែងខណ្ឌសីមាដែនគោករបស់គណៈកម្មការ JBC លោកបានសង្កត់ធ្ងន់ថាព្រំដែនបណ្ដោះអាសន្នបង្គោលសំទុះបង្គោលព្រំដែនបណ្ដោះអាសន្នឬក៏តម្រុយបង្គោលនឹងបណ្ដោះអាសន្នគឺបំរើគោលបំណងស្ទង់វាស់វែងតែប៉ុណ្ណោះបាទគាត់វាស់វែងតែប៉ុណ្ណោះហើយមិនប៉ះពាល់ទៅដល់សិទ្ធិលើទឹកដីរបស់ប្រទេសណាមួយក្រោមច្បាប់អន្តរជាតិនោះឡើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នាធ្វើរៀបចំកិច្ចប្រជុំ JBC បន្ទាប់នៅដើមខែមករាឆ្នាំ2026ដើម្បីពិនិត្យវឌ្ឍនភាពនិងកំណត់យន្តការគ្រប់គ្រងដីធ្លីសមស្របសម្រាប់សហគមន៍នៅក្នុងតំបន់បាទអញ្ចឹងគឺចំណុចដែលឲ្យច្បាស់គឺមានការជូនដំណឹងគ្នាទៅវិញទៅមកអំពីផែនការដែលនឹងធ្វើណាបាទទី1ទី2គឺនឹងមានការបោះបង្គោលនោះគឺបងតម្រុយគេថាតម្រុយបណ្ដោះអាសន្នបង្គោលព្រំដែនបណ្ដោះអាសន្នប៉ុន្តែមិនមានន័យថាបោះកន្លែងហ្នឹងគឺជាកន្លែងព្រំដែននៅឡើយទេគឺគ្រាន់តែជាការមួយដើម្បីយកងកពិភាក្សាគ្នាបាទដោយផ្អែកទៅលើច្បាប់អន្តរជាតិផែនទីអន្តរជាតិដែលមានស្រាប់នេះគឺថៃនិយាយអញ្ចឹងដោយខ្លួនឯងហើយបានមានការប្រជុំនៅដើមខែមករាទៀតដើម្បីពិនិត្យមើលវឌ្ឍនភាពនឹងយ៉ាងម៉េចបាទហើយដែលក្នុងពេលកន្លងមកដែលខាងនាយករដ្ឋមន្ត្រីរបស់ថៃបាននិយាយនឹងតាមខ្ញុំសូមបកពុំកញ្ចក់បន្ថែមណានាយករដ្ឋមន្ត្រីថៃបន្ថែមគាត់ថាបើសិនជាដីថៃចូលខ្មែរចូលថៃនេះគឺត្រូវមានការសម្របសម្រួលយ៉ាងម៉េចអានឹងគឺជាទៅចរចានៅពេលហ្នឹងហើយបាទអញ្ចឹងខ្ញុំគាត់លើកជាបទខ្ញុំនេះមិនមែនជារឿងពិតទេគាត់ថាខ្ញុំជូនជាឧទាហរណ៍អញ្ចឹងហើយបានជាមានការជួបប្រជុំដែលគាត់លោកបេញយ៉ាមីនដែលជាអ្នកជំនាញខាងសន្ធិសញ្ញានិងកិច្ចការច្បាប់ហ្នឹងគាត់បានបញ្ជាក់អញ្ចឹងណាគាត់បញ្ជាក់អញ្ចឹងគឺនឹងជួបប្រជុំគ្នាដើម្បីពិនិត្យវឌ្ឍនភាពនិងកំណត់ការគ្រប់គ្រងដីធ្លីសមស្របសម្រាប់សហគមន៍នៅក្នុងតំបន់ហ្នឹងតែម្ដងបាទនេះជាព័ត៌មានដែលបានរៀបចំបាទហើយព័ត៌មានទី2បាទព័ត៌មានទី2គឺតកតងជាមួយនឹងបាទនាយករដ្ឋមន្ត្រីរបស់ថៃដែលរងសម្ពាធពីមហាជននិងអ្នកសារព័ត៌មានបានសួរគាត់ជាច្រើនអំពីបញ្ហាមួយចំនួនណាបាទអញ្ចឹងខ្ញុំសូមដកស្រង់សេចក្តីរាយការណ៍នេះដោយផ្អែកទៅលើជ្រុងរបស់ខាងនាយករដ្ឋមន្ត្រីរបស់ថៃវិញបាទគឺនាយករដ្ឋមន្ត្រីថៃលោកអនុทินឆាន់វីរកុលបានបដិសេធនៅរបាយការណ៍ដែលថាកម្ពុជាបានចល័តអាវុធធុនធ្ងន់ឬរារាំងការបោះសម្អាតមីនរបស់ថៃមកដោយធានាទំនុកចិត្តលើការត្រៀមខ្លួនរបស់យោធាថៃផងដែរបាទលោកនាយករដ្ឋមន្ត្រីអនុทินឆាន់វីរកុលកាលពីថ្ងៃច័ន្ទលោកបានបដិសេធចំពោះរបាយការណ៍នេះបាទហើយលោកបានសួរអ្នកសារព័ត៌មានវិញថាតើពួកគេទទួលបានព័ត៌មាននឹងពីកន្លែងណាដែលបង្ហាញថាកម្ពុជាបានផ្លាស់ចល័តអាវុធធុនធ្ងន់នឹងត្រឡប់ទៅព្រំដែនវិញនោះបាទហើយទៅនៅកន្លែងណាលោកសួរថាទៅឆ្លាតទៅកន្លែងណាដោយលោកនិយាយថាលោកមិនបានទទួលរបាយការណ៍បែបនេះពីយោធាថៃនោះទេបើអញ្ចឹងអ្នកសារព័ត៌មាននឹងចេះតែមានព័ត៌មានពីណាមកហើយអ្នកបង្កើតព័ត៌មាននឹងដើម្បីឲ្យទៅសារព័ត៌មានសួរអញ្ចឹងគាត់សួរទៅវិញថាឥឡូវហ្នឹងបានព័ត៌មានពីណាហើយចល័តទៅនឹងចល័តទៅដាក់កន្លែងណាឲ្យបញ្ជាក់ច្បាស់ផងកុំសួរតែនិយាយថាឃើញតែចល័តទៅវិញតែប៉ុណ្ណឹងគឺមិនទាន់គ្រប់គ្រាន់ទេលោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថាកិច្ចព្រមព្រៀងសន្តិភាពថៃកម្ពុជាដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីគឺតម្រូវឲ្យភាគីទាំងពីរដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនគឺមិនមែនដកតែកម្ពុជាទេគឺដកទាំងថៃផងដែរលោកអនុทินបានមានប្រសាសន៍នៅពេលទស្សនាសូមធ្វើអត្ថាធិប្បាយលើការដាក់ពង្រាយអាវុធឡើងវិញហ្នឹងគឺលោកចាត់ទុកថាបើសិនជាមានអញ្ចឹងអាហ្នឹងវាជាប្រៀបដូចជាការមួយដែលបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពហ្នឹងហើយយើងនឹងដោះស្រាយតាមស្ថានភាពជាក់ស្ដែងដែលយើងយល់ឃើញថាសមស្របលោកបានមានប្រសាសន៍ថាកងកម្លាំងប្រដាប់អាវុធថៃនិងកម្ពុជាបានពិគ្រោះគ្នាជាប្រចាំទាក់ទងនឹងប្រតិបត្តិការបោះសម្អាតមីនដែលកំពុងតែដំណើរការហើយលោកអនុทินបានបន្ថែមថាលោកក៏បាននិយាយជាមួយនឹងឧត្តមសេនីយ៍អ៊ុគ្រីតប៊ុនតាណុនអគ្គមេបញ្ជាការកងយុទ្ធពលភូមិន្ទថៃដែលបានបញ្ជាក់ថាភាគីទាំងពីរនៅតែបន្តការចរចាលើការដកអាវុធនិងការបោះសម្អាតមីនលោកអនុทินបានមានប្រសាសន៍ថាប្រតិបត្តិការនេះមិនដំណើរការរលូនទាំងស្រុងទេប៉ុន្តែគោលដៅរបស់ថៃគឺច្បាស់លាស់គឺថៃនឹងមិនអនុញ្ញាតឲ្យពួកគេរារាំងការងាររបស់យើងនោះទេនៅពេលដែលអ្នកសារព័ត៌មានសួរថាតើលោកមានគម្រោងទៅទស្សនាតំបន់ព្រំដែនថៃកម្ពុជាថៃដែរឬទេលោកអនុทินបានតបថាប្រសិនបើចាំបាច់នៅពេលដែលស្ថានភាពតម្រូវលោកនឹងទៅទស្សនាទៅពិនិត្យមើលតំបន់ព្រំដែនដើម្បីមើលថាតើដំណើរការបានទៅដោយតែការព្រមព្រៀងគ្នាដែរឬអត់នោះបាទនេះគឺជាអ្វីដែលលោកអនុทินបាននិយាយប្រាប់អ្នកសារព័ត៌មាននៅពេលដែលអ្នកសារព័ត៌មានសួរលោកនៅថ្ងៃនេះហើយ
ដោយឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណជនថៃថាយោធាថៃប្រហែលជាមិនអាចដាក់អាវុធត្រឡប់ទៅវិញទាន់ពេលវេលាទេប្រសិនបើមានការវាយប្រហារម្ដងទៀតពីភាគីកម្ពុជានោះគឺលោកអនុทิនបាននិយាយថាលោកបាននិយាយជាមួយលោកឧត្តមសេនីយ៍ប៉ាណាឃ្លឿផុតធុកដែលជាអគ្គមេបញ្ជាការកងទ័ពជើងគោកដែលបានធានាដល់លោកថាកងទ័ពនឹងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពហើយលោកនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យសាធារណជនមានទំនុកចិត្តលើសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធនៅក្នុងការការពារអធិបតេយ្យនិងទឹកដីរបស់ប្រទេសថៃ បាទនេះគឺជាអ្វីដែលសារព័ត៌មាន នេះគឺជាអ្វីដែលសារព័ត៌មានថៃបានរាយការណ៍អញ្ចឹងខ្ញុំអានជូននេះគឺដូចជាអ្នកនាំពាក្យរបស់យោធាថៃអញ្ចឹង ឬក៏រដ្ឋាភិបាលថៃអញ្ចឹងពីព្រោះមួយថ្ងៃនេះដកសងតែពីខាងភាគីថៃតែម្ដងពីព្រោះខាងភាគីកម្ពុជាគឺមានសេចក្តីរាយការណ៍ឲ្យនៅកាលពីថ្ងៃទី1ណាកាលពីថ្ងៃទី1ខែវិច្ឆិកាហ្នឹងគឺពេលដែលកម្ពុជាដកហ្នឹងគឺខ្ញុំយកផ្សាយទាំងស្រុងហ្នឹងទៅស្ដាប់ពេលហ្នឹងដូចអ្នកនាំពាក្យកម្ពុជាអញ្ចឹងឥឡូវស្ដាប់ពីរឿងថៃនេះដូចអ្នកនាំពាក្យថៃទៅវិញទៀតហើយបាទធ្វើម៉េចឥឡូវហ្នឹងកម្ពុជាបានរាយការណ៍មុនរាយកម្ពុជាព្រាមដាក់ live ឲ្យមើលអញ្ចឹងគេឃើញហ្នឹងហើយថៃសារព័ត៌មានថៃថ្ងៃអាទិត្យថ្ងៃសៅរ៍ហ្នឹងក៏អត់មានសេចក្តីរាយការណ៍ពីរឿងថៃសោះទើបតែថ្ងៃច័ន្ទនេះខាងយោធាថៃខាងអ្នកនាំពាក្យក្រសួងអ្នកនាំពាក្យរដ្ឋាភិបាលថៃហើយនឹងអ្នកជំនាញព្រំដែនច្បាប់ថៃហ្នឹងព្រំដែនច្បាប់ហើយនឹងសន្ធិសញ្ញារបស់ថៃហ្នឹងគាត់មកធ្វើសន្និសីទសារព័ត៌មានដូច្នេះទៅបានរឿងនេះទៅសារព័ត៌មានថៃគាត់រាយការណ៍អញ្ចឹងខ្ញុំក៏ដកស្រង់ជម្រាបជូនប្រិយមិត្តតែម្ដងណាបាទអញ្ចឹងស្ដាប់ទៅដូចលឺមកជំនាញបាទអញ្ចឹងនេះគឺជាការវិវត្តតាក់ទងជាមួយនឹងកម្ពុជាហើយនឹងថៃ